ថ្ងៃនេះដែរខ្ញុំនឹងនិយាយពី process នៃការ build calculator របស់យើងនៅក្នុង circuit board អញ្ចឹងដើម្បី build calculator ទាំងមូលហ្នឹងឲ្យវា function វាអាចដើរឲ្យបានអញ្ចឹងយើងត្រូវតែស្គាល់ពី component របស់វាទាំងអស់សិន so ខ្ញុំ present ពី component មុនហើយវាមាន sub component របស់វាដូចជា initialization increment decrement addition subtraction អីហ្នឹងហើយនឹងផ្សេងៗទៀតនៅពេលដែលយើងរៀននៅក្នុងថ្នាក់ហើយគាត់ជាមានអី so យើងត្រូវមាន sub component សិនតទៅហើយយើងមាន program counter វាក៏ជា component មួយនៅក្នុង mini calculator យើងដែរដោយសារតែ mini calculator យើងមាន component សំខាន់គឺ8ពី program counter data register data bus data memory instruction memory decoder sequencer ហើយនិង accumulator ឬក៏ ALU so យើងត្រូវតែ build program counter អញ្ចឹងធ្វើម៉េចដើម្បី build program counter បានយើងត្រូវមាន initialization ជាមួយនឹង increment ហើយនឹង multiplexer របស់ program counter មួយទៀតហើយពួក component ខាងក្រោមហ្នឹងក៏ដូចតែគ្នាដែរវាត្រូវមាន sub component របស់វា so យើងទៅមើលនៅ circuit របស់យើងមើល program counter មុននៅក្នុងនេះគេហៅថាជា ordinary counter វាមានរាងអញ្ចឹងអាហ្នឹងគឺ track របស់ operation ដើម្បី execute ឲ្យវាធ្វើតាម order យ៉ាងហ្នឹងហើយនៅក្នុង8085ហើយ operation យើងត្រូវតែធ្វើតាម order ហើយបើមាន print ឬក៏ condition នេះវាត្រូវចាំទៅនឹងអញ្ចឹង program counter ជាអ្នក handle ហើយនៅ function មួយហ្នឹង and then យើងមើល component ផ្សេងៗទៀតដូចអានេះ sub component មាន initialization increment អានេះ main component យើងមាន data bus ហើយក្នុង data bus ហ្នឹងយើងត្រូវមានmultiplexer មួយទៀតហើយយើងមាន decrement shift left addition ហើយ add 1 bit subtraction 1 bit program counter data memory ALU ហ្នឹង accumulator ហើយ data register ហើយ set flag p flag sequencer ហើយ decoder and ចុងក្រោយគេយើងយកមកដាក់ឥឡូវយើងដាក់វាចូលគ្នាទៅយើងបង្កើតបានជា calculator របស់យើងដែលមាន function យើងអាច function យើងមានដល់ទៅ10ជាងហ្នឹងមាន initialize ordinary counter ស្អីហ្នឹងអញ្ចឹងយើងក៏បាន complete នៅmini calculator យើងហើយបើសិនបើចង់មើលអាហ្នឹងមើល link នៅ circuit របស់ហ្នឹងខ្ញុំដាក់នៅក្នុង description ឲ្យ and then និយាយពី process នៃការធ្វើ project ហ្នឹងឲ្យនៅក្នុងការថ្នាក់របស់យើងគ្រូយើងបានចែកជា3គឺទី1គឺproject នៅក្នុង circuit របស់ហ្នឹងយើងត្រូវធ្វើឲ្យដើរសិនទី2គឺ report ហ្នឹងត្រូវ include នៅ component ទាំងអស់ហើយមាន truth table មានអីហ្នឹងដើម្បីដាក់ចូលហើយក៏វាជា part មួយនៃ score របស់យើងដែរហើយ the last one គឺ individual question គឺនៅក្នុង team មួយហ្នឹងយើងត្រូវចែកគ្នាធ្វើ component ហើយអ្នកណាគេ respond ទៅលើ component មួយណាគ្រូយើងនឹងហៅសួរម្ដងម្នាក់ so I think that's all for this video and the video is mainly for our CADT student that's all